ចឹងរកកន្លែងដើរលេងនៅជិតទីក្រុងភ្នំពេញលែងពិបាកទៀតទេមានតែកន្លែងស្ទូចត្រីកន្លែងញ៉ាំអីបែបលក្ខណៈរីលែកបែបមើលទឹកទន្លេអីបែបហ្នឹងបងចឹងដឹងអត់កុំភ្លេចតាមដានវីដេអូខ្ញុំណាសួស្ដីបងទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានមកលេងនៅ 7NG យើងហ្នឹងលើនេះគឺគាត់បានធ្វើតូបបងគឺនៅទល់មុខហ្នឹងតែម្ដងចឹងទៅគឺងាយស្រួលខ្លាំងមែនតើហើយតម្លៃជួលក៏សមរម្យដែរអីដែលសំខាន់ហ្នឹងគឺយើងបានមកស្ទូចត្រីបានមកមើលទឹកទន្លេអីអញ្ចឹងណាអីដែលសំខាន់គឺនៅជិតទីក្រុងភ្នំពេញយើងទេចឹងគឺថាយើងចង់មករីលែកបែបលក្ខណៈវល់ល្ងាចអីចឹងគឺយើងអាចមកទីនេះបានហើយខ្ញុំពេលថ្ងៃក៏ធ្វើការញ៉ាំបាយជួបជុំក្រុមគ្រួសារប៉ុន្តែនេះអាហារពេលព្រឹករបស់យើងក៏ធ្វើការញ៉ាំនំប៉័ងចំនួនមួយកណាត់សិននិយាយទៅគឺថាជាតិខ្លាំងមែនតើយើងញ៉ាំនំប៉័ងបដើមើលជាមួយនឹងទឹកទន្លេបដើអញ្ចឹងណាហើយអីដែលសំខាន់ថ្ងៃដែលខ្ញុំមកហ្នឹងគឺខ្យល់អាកាសគឺត្រជាក់ស្រួលខ្លាំងមែនតើអត់ស្ទើរក្តៅមែនទេខ្យល់ហើយចានិយាយទៅគឺថាឲ្យតបានមកដើរលេងយើងបែបលក្ខណៈមកស្រូបយកខ្យល់អាកាសបរិសុទ្ធអីបែបហ្នឹងនិយាយទៅគឺ fresh ខ្លាំងមែនតើហើយនៅក្នុងហ្នឹងក៏គេមានកន្លែងឲ្យយើងស្ទូចត្រីដែរណាបងតបមកអាហារថ្ងៃត្រង់របស់យើងក៏បានឈានចូលមកដល់ហើយយើងញ៉ាំជាមួយនឹងសាច់គោអាំងបែបលក្ខណៈអាំងភ្លាមអញ្ចឹងគឺឆ្ងាញ់មែនតើចំពោះវីដេអូរបស់ខ្ញុំក៏យ៉ាងខ្លីដែរខ្ញុំពិតជាអរគុណបងទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅក្នុងវីដេអូមួយនេះបើសិនជាការនិយាយរបស់ខ្ញុំមានការខុសឆ្គងលើលោកក៏សូមអធិស្ឋានទុកជាមុនផងណាបងទាំងអស់គ្នាអញ្ចឹងជួបគ្នានៅក្នុងវីដេអូក្រោយមួយខ្ញុំទាំងអស់គ្នាបាយបាយ